សរសើរតាមទំនុកដំកើងដែលយើងនឹងសរសើរដំកើងព្រះតាមទំនុកដំកើងជាមួយគ្នាចាសសូមឲ្យចិត្តយើងដែលជាគុណព្រះនោះបានសរសើរទ្រង់រាល់ថ្ងៃត្បិតព្រះដ៏ពិតនៃយើងជាព្រះដែលមានព្រះជន្មរស់នៅទ្រង់តូចឃើញនិងជ្រាបយល់ដឹងនៅដំណើរផ្លូវជីវិតរបស់យើងរាល់ពេលវេលាហើយទ្រង់សពប្រតិឲ្យយើងបានរៀនទុកចិត្តលើទ្រង់ក្នុងគ្រប់កលៈទេសៈនិងគ្រប់ពេលវេលាចូលយើងសរសើរដំកើងព្រះយេហូវ៉ាអើយសូមទ្រង់វិនិច្ឆ័យឲ្យទូបង្គំត្បិតទូបង្គំមិនដាតាមចិត្តគ្រប់លក្ខរបស់ទូបង្គំក៏បានទុកចិត្តនឹងព្រះយេហូវ៉ាអត់លៀងឡើយអោព្រះយេហូវ៉ាអើយសូមពិនិត្យទូបង្គំមើលព្រមទាំងលបងលោទូបង្គំហើយសាកចិត្តថ្លើមរបស់ទូបង្គំផងត្បិតសេចក្តីសប្បុរសនៃទ្រង់នៅចំពោះភ្នែកទូបង្គំហើយទូបង្គំមិនដាតាមសេចក្តីពិតរបស់ទ្រង់ទូបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរទូបង្គំនឹងស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយទូបង្គំនឹងលាងដៃជាសង្កត់ថាអត់មានទោសទេយ៉ាងនោះអោព្រះយេហូវ៉ាអើយទូបង្គំនឹងដើរក្រឡឹងអាសនៈទ្រង់ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណហើយថ្លែងប្រាប់ពីគ្រប់ទាំងការអស្ចារ្យរបស់ទ្រង់អោព្រះយេហូវ៉ាអើយទូបង្គំស្រឡាញ់ទីឈប់សម្រាកនៅដំណាក់ទ្រង់សូមកំដកព្រលឹងទូបង្គំចេញជាមួយនឹងពួកមានបាបឬជីវិតទូបង្គំជាមួយនឹងមនុស្សដែលកំចាយឈាមដែលសុទ្ធតែមានការអាក្រក់ជាប់នៅដៃគេហើយដៃស្ដាំរបស់គេពេញដោយសំណោផងនោះឡើយចំណែកទូបង្គំនឹងដើរដោយចិត្តគ្រប់លក្ខរបស់ទូបង្គំតទៅសូមលួសឲ្យមេត្តាប្រោសដល់ទូបង្គំផងជើងទូបង្គំឈរនៅក្នុងផ្លូវទាំងត្រង់ហើយទូបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ានៅក្នុងពួកជំនុំទាំងប៉ុន្មានបងប្អូនទើបនឹងបានស្ដាប់នៅក្នុងទំនុកដំកើង26ខ1ដល់12សេចក្តីសុចរិតមានន័យថាជីវិតរស់នៅដោយភាពស្មោះត្រង់ដោយមិនបែងចែកចិត្តលើអ្វីផ្សេងទៀតឡើយព្រះយេស៊ូវមានព្រះបន្ទូលនៅក្នុងគម្ពីរម៉ាថាយជំពូក6ខ24ថាគ្មានអ្នកណាអាចនឹងបម្រើចវាយពីរបានទេនេះឯងដែលហៅថាភាពស្មោះត្រង់ចំណែកចិត្តវេទវេវិញនោះគឺខិតខំបម្រើម្ចាស់ពីរព្រះជាម្ចាស់នៃយើងទ្រង់មានព្រះបន្ទូលថាគ្មាននរណាម្នាក់ដែលអាចមើលទៅផ្លូវពីរខុសគ្នាក្នុងពេលតែមួយនោះបានទេបើសិនជាភ្នែកនៃចិត្តតែមួយនោះទោះយើងពេញដោយពន្លឺតែបើភ្នែកចិត្តពីរនោះចូលប្រុងប្រយ័ត្នឲ្យហើយទៅ
នៅក្នុងគម្ពីរម៉ាថាយចំពុក6ខ22ទៅ23ថាឯចង្គៀងរបស់រូបកាយគឺជាភ្នែកដូច្នេះបើភ្នែកអ្នកល្អនោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺតែបើភ្នែកអ្នកអាក្រក់វិញនោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យយ៉ាងនោះបើពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្តីងងឹតទៅហើយចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអំបាលម៉ានទៅទៀតណូនៅក្នុងគម្ពីរទំនុកដំកើង25ខ21ស្ដេចដាវីតបានអធិដ្ឋានថាសូមឲ្យសេចក្តីសុចរិតនិងសេចក្តីទៀងត្រង់ការពារទូបង្គំទុកត្បិតទូបង្គំសង្ឃឹមដល់ទ្រង់ហើយនៅក្នុងទំនុកដំកើងនៅថ្ងៃនេះក្នុងខ1ថាអោព្រះយេហូវ៉ាអើយសូមទ្រង់វិនិច្ឆ័យឲ្យទូបង្គំត្បិតទូបង្គំបានដើរតាមចិត្តគ្រប់លក្ខរបស់ទូបង្គំនៅពេលដែលយើងរកស៊ីជាមួយនឹងអ្នកណាឬក៏ធ្វើអ្វីទៅលើអ្នកណាម្នាក់យើងចង់ឃើញអ្នកនោះមានចិត្តទៀងត្រង់ចំពោះយើងមែនឬមិនមែននៅពេលដែលយើងមានភាពទៀងត្រង់ស្ដេចដាវីតបានប្រាប់យើងកុំឲ្យមានចិត្តភ័យខ្លាចថាផ្លិតឌូឡើយដោយសារការដែលយើងដើរដោយទុកចិត្តលើព្រះនៅក្នុងខ12ថាជើងទូបង្គំឈរនៅក្នុងផ្លូវទៀងត្រង់ហើយឈរនៅក្នុងគឺបានន័យថាបានឈរក្នុងសេចក្តីពិតត្រង់ដែលគ្មានចិត្តជំទាស់ប្រឆាំងនឹងព្រះឡើយគឺនឹងស្ដាប់បង្គាប់ចុះចូលតាមព្រះហត្ថលេខព្រះយើងក៏មិនត្រូវខ្លាចនៅការដែលសាកលោនៃសេចក្តីល្បួងលោដែរដោយស្ដេចដាវីតបានថ្លែងនៅក្នុងខ2ថាអោព្រះយេហូវ៉ាអើយសូមពិនិត្យទូបង្គំមើលព្រមទាំងល្បួងលោទូបង្គំហើយសាកចិត្តថ្លើមរបស់ទូបង្គំផងយើងនឹងនិយាយថាអោព្រះជាម្ចាស់អើយកូនអាចនឹងឆ្លងកាត់ឡភ្លើងឬក៏ថាកូនមិនខ្លាចក្នុងការឆ្លោះនឹងពន្លឺអិចសូមដុតនឹងឆ្លោះចិត្តកូនចុះដូច្នេះនៅពេលណាដែលយើងមានចិត្តទៀងត្រង់នៅចំពោះព្រះនិងអ្នកដទៃនោះយើងមិនខ្លាចទេក្នុងការចូលប្រឡូកច្បាំងនឹងឡភ្លើងឬឆ្លោះអេកូនោះឡើយដូច្នេះព្រះទ្រង់ទតឃើញទាំងអស់នៅក្នុងខ្លួនយើងនៅពេលដែលយើងដើរដោយចិត្តទៀងត្រង់សុចរិតនោះគឺជើងយើងដើរជន់លើដីដ៏មមួនចូលកុំខិតខំបំរើច្បាយពីធ្វើអ្វីចូលរក្សាចិត្តស្មោះត្រង់តែមួយនោះនឹងនាំឲ្យចិត្តយើងលើកសរសើរដល់ព្រះជាម្ចាស់ចូលយើងសរសើរដល់ព្រះនាមទ្រង់ចុះ